តើត្រាក់ទ័រកុងចង្វាក់កៅស៊ូត្រូវចំណាយពេលប្រមាណដើម្បីវាយដីក្នុង1ហិកតាជាមធ្យមដីក្នុង1ហិកតាស្មើនឹង10000ម៉ែត្រការ៉េត្រូវចំណាយពេលប្រហែល1ម៉ោងការប្រតិបត្តិការនេះជាលទ្ធផលជាក់ស្ដែងរបស់ត្រាក់ទ័រកុងចង្វាក់កៅស៊ូពេលដែលធ្វើការនៅក្នុងវាលស្រែចំណុចសំខាន់គឺស្ថិតនៅក្នុងប្រព័ន្ធបំលាស់ទីជើងក្រោមម៉ាស៊ីនផ្ដល់នូវការកាត់ច្បាមល្អកាត់បន្ថយការរអិលនិងការពារម៉ាស៊ីនពីការជាប់គាំងដៃផុងនិងមិនស្មើគ្នាការបំលាស់ទីដែលមានស្ថិរភាពអង្គប់វាយដីទំហំ2ម៉ែត្រ2នេះដំណើរការបានអស់ពីសមត្ថភាពគ្រប់ទីកន្លែងដែលវាទៅដល់ដៃត្រូវបានវាយរាបស្មើធ្វើឲ្យដៃធូរនិងស្មើគ្នាលទ្ធផលជាក់ស្ដែងបង្ហាញថាផ្ទៃដី10000ម៉ែត្រការ៉េត្រូវបានវាយក្នុងរយៈពេលត្រឹមតែ1ម៉ោងប៉ុណ្ណោះសម្រាប់ដីឡូធំជាងនេះវាត្រូវចំណាយពេលមធ្យម3ម៉ោងកន្លះទោះជាយ៉ាងណាក៏ដោយមានចំណុចតូចមួយប្រសិនបើបងប្អូនកំពុងតែវាយដីរឹងនិងដៃស្ងួតម៉ាស៊ីនដំណើរការយឺតជាងនេះបន្តិចដើម្បីធានាថាធ្មេញអង្គប់ជ្រាបចូលកាន់តែជ្រៅជួយឲ្យដីកាន់តែមុតល្អហើយវាក៏ជួយការពារនៅម៉ាស៊ីននិងការពារការឡើងកម្ដៅខ្លាំងនៅពេលធ្វើការក្នុងកម្លាំងខ្ពស់លើដីស្ងួតនិងដីរឹងគុណសម្បត្តិនៃប្រភេទត្រាក់ទ័រមិនមែនត្រឹមតែជាល្បឿនប៉ុណ្ណោះទេប៉ុន្តែថែមទាំងស្ថិរភាពនិងភាពធន់ហើយការបត់បែនរបស់វាលើដៃផ្សេងផងដែរមិនថាវាភក់ឬដៃរឹងនោះទេម៉ាស៊ីននៅតែរក្សាសង្វាក់ការងារបន្តបន្ទាប់ដោយមិនអស់ចំហាយឡើយដូច្នេះម៉ាស៊ីនជួយបញ្ចប់ការងារបានយ៉ាងឆាប់រហ័សជួយសន្សំសំចៃប្រេងនិងការកាត់បន្ថយការចំណាយលើការវិនិយោគនិងកម្លាំងពលកម្មរហ័សមានប្រសិទ្ធភាពនិងសន្សំសំចៃជាព្រួញមួយបាញ់បានសัตว์2មែនប្រសិនបើដៃស្ងួតនឹងរឹងម៉ាស៊ីននឹងដំណើរការយឺតជាងមុនដូច្នេះធ្មេញអង្គប់អាចជ្រាបចូលកាន់តែជ្រៅនិងបន្ធូរដីបានយ៉ាងម៉ត់ល្អជាមធ្យមវាវាយដីបាន8000ម៉ែត្រការ៉េក្នុង1ម៉ោងត្រាក់ទ័រកុងចង្វាក់កៅស៊ូមិនត្រឹមតែមានល្បឿនលឿនប៉ុណ្ណោះទេប៉ុន្តែក៏មានស្ថិរភាពលើដៃផ្សេងផងដែរដែលកាត់បន្ថយពេលវេលាប្រតិបត្តិការនិងថ្លៃដើមលើសពីនេះលក្ខណៈពិសេស3យ៉ាងជួយបង្កើនប្រសិទ្ធភាពម៉ាស៊ីនដោយហេតុនេះជួយអតិថិជនបង្កើនប្រាក់ចំណូលរបស់ពួកគាត់នេះជាលទ្ធផលជាក់ស្ដែងនៅក្នុងវាលស្រែប្រសិនបើបងប្អូនត្រូវការប្រឹក្សាបន្ថែមសូមទុកមតិយោបល់ឬតាក់ទងមហោជីកូដើម្បីទទួលការជំនួយបន្ថែម